provocate attack near a sensitive site following an allegation that our force has opened fire first. ដោយជាការពីព្រឹកមិញនេះអ្នកចាត់ការរបស់យើងបានចោទជាការប្រតិបត្តិផ្ដាស់ហើយកម្ពុជាបានបាញ់ទៅលើភាគីអ្នកចាត់ការនោះមុនតែការចោទនោះគ្រាន់តែជាការចោទដើម្បីឲ្យកម្ពុជាខឹងហើយតបតទៅកាន់អ្នកចាត់ការនោះតែប៉ុណ្ណោះ We firmly reject such accusation. យើងសូមបដិសេធការចោទប្រកាន់ពីអ្នកចាត់ការនេះដោយដាច់អហង្ការនេះណាអ្នកចោទណាអញឆ្ងល់នេះបានតាមែន nor have they តាមចង់ទៅមើលព័ត៌មានថៃទេ return fire in retaliation to the provocation. តែវាណាដាក់ដីបាក់អីពួកវាអត់ខ្វល់ហ្មងហ៎អត់យល់ Underscoring our commitment to peace. Guided by ក្រោមការស្វែងរកសន្តិភាពរបស់កម្ពុជាដោយស្ងៀមស្ងាត់ភាគីអ្នកចាត់ការហាក់តបមកវិញតែសកម្មភាពឌឺដងចោទប្រកាន់បំភ័យនានាគេហៅថាចោទប្រដាប់ the same spirit that ended our internal conflict near 3 decades ago. Cambodia reaffirmed its call for dialogue and the peaceful settlement of all outstanding issues. ធ្លាប់លក់រសជាតិសង្គ្រាម30ឆ្នាំនៅពេលអតីតកាលកម្ពុជាហាក់មិនចង់ត្រឡប់ទៅរកសង្គ្រាមណាមួយទៀតឡើយកម្ពុជារក្សាគេហៅថាជំហររបស់ខ្លួនចំពោះសន្តិភាពទោះបីកម្ពុជាជួបប្រទះនឹងបញ្ហានាពេលនេះក្តី We urge strict and sincere adherence to the agreed terms of the ceasefire. យើងកម្ពុជាយល់ស្របទៅតាមដំណើរការស្វែងរកសន្តិភាពដែលបានចែងក្នុងបទជប់បាញ់ទាំងប៉ុន្មានចំណុចនោះ Respect for bilateral agreements and observance of international law, including the Charter of both the United Nations and ASEAN. សកម្មភាពរបស់កម្ពុជាបង្ហាញពីចេតនារបស់ប្រទេសយើងគោរពច្បាប់អន្តរជាតិមានចែងក្នុងកតិកាសញ្ញាអង្គការសហប្រជាជាតិនិងអង្គការអាស៊ានខុសពីអ្នកចាត់ខាងរបស់យើងដែលហាក់មិនគោរពលើវិធានការរៀបរាប់ក្តី We earnestly seek the continued support and good offices of the ASEAN Chair and Member State, the Secretary General of the United Nations and relevant UN bodies, as well as leaders around the world, to help de-escalate tension, encourage a peaceful resolution, and prevent any further tragedy. យើងស្នើសុំជំនួយពីអង្គការសហប្រជាជាតិរួមមានអ្នកសង្កេតការណ៍អ្នកការទូត delegation និងអ្នកដឹកនាំពីប្រទេសមហាអំណាចឬប្រទេសនានានៅក្នុងសមាជទាំងមូលឲ្យជួយជាគេហៅថាជាផ្នែកជាច្រមុះដើម្បីដឹកនាំឲ្យអ្នកចាត់ខាងរបស់កម្ពុជាស្វែងរកសន្តិភាពនិងចូលខ្លួនមកដោះស្រាយដោយសន្តិវិធីដើម្បីបញ្ជាការគេហៅថាចំនួននិងសកម្មកម្មវែងឆ្ងាយតទៅមុខទៀតចឹងណា Cambodia is a small nation focused on rebuilding our economy and improving the well-being of our people. កម្ពុជាជាប្រទេសតូចគ្មានចក្ខុវិស័យទៅលុបបំពានអ្នកចាត់ខាងណាមួយឡើយមានត្រឹមតែទស្សនៈចង់កែប្រែសេដ្ឋកិច្ចរបស់ប្រទេសខ្លួននេះឲ្យរីកចម្រើនដើម្បីអភិវឌ្ឍសុខដុមរមនារបស់ប្រជាជាតិខ្មែរទាំងមូល We pose no threat to the sovereignty of any country. កម្ពុជាគ្មានក្តីស្រមៃណាមួយខ្លួនតូចមួយទៅចង់លុបបំពានដែនបូរណភាពទឹកដីរបស់ប្រទេសជិតខាងណាមួយដូចជាការចោទឡើយ While we will always safeguard our independence, sovereignty, and territorial integrity, the use of force will only remain a last resort. ដូច្នេះវិធានការរបស់កម្ពុជាចំពោះមុខការកំហឹងការតាមព្រំដែននៃអ្នកជិតខាងនោះកម្ពុជាចាត់ទុកការតបតដោយកម្លាំងបាយគឺជាជំហានចុងក្រោយដែលកម្ពុជានឹងយកមកប្រើព្រោះកម្ពុជាមើលឃើញថាការដោះស្រាយតាមបែបសន្តិវិធីនោះនៅទាន់អាចយកមកប្រើប្រាស់បាននាពេលនេះ Cambodia will continue every effort to restore trust and normalcy, to promote harmonious coexistence and good neighborly relations, and to ទោះបីមានការតបតដោយអវិជ្ជមានពីភាគីប្រទេសអ្នកជិតខាងក្តីកម្ពុជានៅតែរក្សាជំហរស្វែងរកសន្តិភាពភាពរួបរួមការរស់នៅជួបជាមួយគ្នានឹងអ្នកជិតខាងរបស់ខ្លួនដើម្បីស្ដារស្ថានភាពទំនាក់ទំនងរបស់កម្ពុជានិងប្រទេសអ្នកជិតខាងនោះត្រឡប់ទៅភាពធម្មតាពេលមុនសង្គ្រាម transform border areas into zone of peace, friendship, cooperation, and shared prosperity. គោលដៅមួយនៃការរួបរวมជាមួយអ្នកជិតខាងក្រោមព្រោះភ្លើងចំនួនព្រោះកម្ពុជាចង់កែប្រែតំបន់ព្រំដែនដែលភ្ជាប់ដោយសង្គ្រាមទៅជាតំបន់ព្រំដែនដែលគ្មានសង្គ្រាមទៅជាតំបន់ព្រំដែនដែលមានកិច្ចសហប្រតិបត្តិការគ្នារួមគ្នាចែកផលប្រយោជន៍និងភាពរីកចម្រើន Madam President, Excellencies, ladies and gentlemen. លោកស្រីលោកជំទាវអ្នកដឹកនាំក្នុងសារសមាជអង្គការសហជីវជាតិ To honor the founders' vision and meet today's realities, the United Nations itself must adapt. Cambodia
ក្នុងចក្ខុវិស័យអភិវឌ្ឍនិងការរីកចម្រើននៃ slogan របស់អង្គការសហប្រជាជាតិកម្ពុជាយល់ស្របទៅតាម slogan ហ្នឹង That support pragmatic, incremental reform that strengthen the UN effectiveness without undermining the Charter. កម្ពុជាយល់ស្របដែលអង្គការសហប្រជាជាតិស្វែងរកការកែតម្រង់នានាដើម្បីឲ្យអង្គការនេះមានគេហៅថាកម្រិតសុពលភាពនឹងល្អជាងមុនដែលមិនចាំបាច់មានការជ្រៀតជ្រែកណាមួយពីស្ថាប័ននយោបាយ We believe that key priorities include empowering preventive diplomacy and mediation, giving the UN more tools to diffuse crises before they erupt. ការអនុវត្តរបស់អង្គការសហជីវជាតិក្នុងការថែរក្សាសន្តិភាពដោយវិធានការគេហៅថាការទូតនិងចរចាមុនសង្គ្រាមកើតឡើងនោះគឺជាជំហានបន្ថែមមួយទៀតសម្រាប់អង្គការសហជីវជាតិដើម្បីស្វែងរកសន្តិភាពដល់ប្រជាជាតិដែលមានចំនួន Strengthening the General Assembly, which is the most representative body, by giving its resolution greater follow-up capacity and moral weight. Okay. Expanding non-permanent Security Council seat to better reflect today's multipolar world and enhance legitimacy of the Council. ក្នុង Enhancing មូលន័យដែលពិភពលោកកំពុងតែមានការបែងចែកទុពលអង្គការសហជីវជាតិក៏ត្រូវពង្រឹងភាពស្របច្បាប់របស់ខ្លួនដើម្បីស្វែងរកយុត្តិធម៌និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាងមុននៅក្នុងចំណោមប្រទេសមិនមែនសមាជិកអង្គការសហជីវជាតិឬក៏ប្រទេសដែលចូលជាសមាជិកអង្គការសហជីវជាតិទៅហើយក្តី peacekeeping and border monitoring missions, especially in dispute areas, so that small states have equal access to mediation and protection. អង្គការសហជីវជាតិមានគោលនយោបាយការពារប្រទេសតូចៗជាការគ្រប់គ្រងពីប្រទេសកម្ពុជា